កាលពីសម័យមុនប្រទេសកម្ពុជារបស់យើងគឺត្រូវបានញោមញីទៅដោយភ្លើងសង្គ្រាមហើយបញ្ហានេះបានបន្សល់ទុកនូវវិនាសកម្មយ៉ាងច្រើនមិនថានៅក្នុងសម័យនោះឬនៅក្នុងពេលបច្ចុប្បន្ននេះទេគឺសុទ្ធតែបានទទួលរងនូវឥទ្ធិពលនៃសង្គ្រាមទាំងនោះសង្គ្រាមបានបន្សល់ទុកនូវជនពិការស្ត្រីមេម៉ាយឬកុមារកំព្រាជាដើមហើយវាក៏ជាកត្តាដ៏សំខាន់មួយដែលបានប៉ះពាល់ទៅដល់ការអភិវឌ្ឍប្រទេសយ៉ាងខ្លាំងនិយាយរួមមិនដឹងថាមានកូនខ្មែរប៉ុន្មានអ្នកនោះទេដែលត្រូវបាត់បង់ជីវិតនៅក្នុងសង្គ្រាមទាំងនោះគឺគ្រាន់តែដឹងត្រឹមថាអ្នកខ្លះត្រូវបាត់បង់កូនប្តីឬបងប្អូនជាដើមចំពោះអ្នកខ្លះវិញអាចនៅរស់រានមានជីវិតប៉ុន្តែគាត់បែរជាត្រូវបាត់បង់អវយវៈហើយធ្លាក់ខ្លួនជាជនពិការដោយអ្នកខ្លះត្រូវបានបាត់បង់ដៃជើងហើយខ្លះទៀតរហូតដល់ពិការភ្នែកទាំងសងខាងក៏មានដែរគិតទៅប្រជាជននាសម័យនោះរស់នៅមិនដែលបានសុខនោះឡើយមួយថ្ងៃគឺពោរពេញទៅដោយទុក្ខព្រួយជាពិសេសគឺសម្រាប់អ្នកដែលមានសាច់ញាតិដែលចេញទៅធ្វើជាទាហាននោះឯងព្រោះជីវិតជាទាហាននាសម័យនោះគឺពិតជាផុយស្រួយខ្លាំងណាស់នោះក៏ដោយសារតែពួកគាត់ត្រូវប្រឈមជាមួយនឹងគ្រាប់កាំភ្លើងជាប់ជានិច្ចភ្លើងសង្គ្រាមបានឆេះរាលដាលស្ទើរតែពេញផ្ទៃប្រទេសដែលវាបង្កឲ្យមានសម្លេងកាំភ្លើងស្ទើរតែគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាទាំងអស់ប្រជាជនរស់នៅជាមួយនឹងក្តីទុក្ខហើយជីវភាពទៀតសោតក៏មិនដែលបានសមរម្យនោះដែរពលគឺបានត្រឹមតែមួយរស់តែប៉ុណ្ណោះហើយពេលខ្លះស្ទើរតែហូបមិនគ្រប់ទៀតផងកាលនោះអ្វីត្បិតតែប្រទេសយើងមានវិបត្តិផ្ទៃក្នុងច្រើនក៏ពិតមែនក៏ប៉ុន្តែប្រទេសនេះគឺនៅសល់ធនធានធម្មជាតិច្រើនខ្លាំងណាស់មិនថាព្រៃឈើត្រីឬរ៉ែដែលមាននៅក្នុងដីនោះទេដូច្នេះការរកត្រីសាច់យកមកទុកហូបគឺមិនសូវពិបាកពេកនោះឡើយនិយាយរួមឲ្យតែមានអង្ករគ្រប់គ្រាន់គឺអាចរស់នៅបានហើយកាលពីសម័យនោះក៏មិនសូវមានការជួញដូរអ្វីច្រើននោះដែរគឺមានតែបន្តិចបន្តួចតែប៉ុណ្ណោះគិតទៅជីវភាពនៅក្នុងសម័យសង្គ្រាមគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់ហើយមានតែអ្នកដែលធ្លាប់ឆ្លងកាត់ទេដែលយល់ពីអារម្មណ៍មួយនេះបានយ៉ាងច្បាស់ដូច្នេះហើយទើបចាស់មួយចំនួនដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាមហើយនៅរស់រានមានជីវិតរហូតមកដល់ពេលបច្ចុប្បន្ននេះតែងតែបានរំលឹកពីអតីតកាលទៅឲ្យក្មេងៗជំនាន់ក្រោយបានស្ដាប់ការពិតទៅចាស់ភាគច្រើនគឺសុទ្ធតែធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាមទាំងអស់គ្រាន់តែអ្នកខ្លះមិនធ្លាប់ធ្វើជាទាហានតែប៉ុណ្ណោះតែចំពោះអ្នកធ្លាប់ធ្វើជាទាហានវិញគឺធ្លាប់ប្រយុទ្ធនៅក្នុងសមរភូមិមិនតិចដងនោះទេដូច្នេះហើយតែងតែមានស្នាមរបួសបានបន្សល់ទុកនៅលើខ្លួនទៀតផងចាស់ទាំងនោះគឺសុទ្ធតែឆ្អែតឆ្អន់ទៅនឹងភ្លើងសង្គ្រាមព្រោះសង្គ្រាមបានធ្វើឲ្យពួកគាត់ឃ្លាតឆ្ងាយពីក្រុមគ្រួសារជានិច្ចនោះគឺដើម្បីចេញទៅប្រយុទ្ធទៅតាមគោលដៅដែលមេបញ្ជាការបានកំណត់មកហើយការចេញទៅប្រយុទ្ធម្ដងគឺមិនងាយបានត្រឡប់មកផ្ទះវិញនោះទេចំពោះការសម្រាកវិញក៏មិនដែលបានសម្រាកស្រួលនោះដែរពលគឺត្រូវសម្រាកនៅក្នុងអង្រឹងឬបោះជំរុំដើម្បីសម្រាកហើយត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចមិនថានៅក្នុងពេលយប់ឬនៅក្នុងពេលថ្ងៃនោះទេព្រោះខ្លាចមានការលបលួចវាយប្រហារពីសំណាក់ខ្មាំងសត្រូវហើយនេះគឺជារឿងមួយដែលបាននិយាយអំពីលោកតាម្នាក់លោកតានោះមានឈ្មោះថាលោកតាសុំគាត់ធ្លាប់បានឆ្លងកាត់នៅរឿងរ៉ាវជាច្រើននៅក្នុងឆាកជីវិតរបស់គាត់ជាពិសេសគឺនៅពេលដែលគាត់ធ្វើជាទាហាននោះឯងគាត់បាននិយាយថាកាលនោះគាត់មានវ័យប្រហែលជា25ឆ្នាំហើយគាត់គឺជាទាហានម្នាក់ដែលធ្លាប់បានចូលសមរភូមិជាញឹកញាប់ក៏ប៉ុន្តែក្នុងចំណោមការប្រយុទ្ធទាំងនោះគឺមានតែម្ដងទេដែលធ្វើឲ្យគាត់មិនអាចបំភ្លេចបានហើយក៏នៅតែចងចាំវារហូតអស់មួយជីវិតលោកតាសុងតែងតែលើកយករឿងនេះមកនិយាយឲ្យក្មេងៗជំនាន់ក្រោយបានស្ដាប់ជាពិសេសគឺនៅពេលដែលក្មេងៗទាំងនោះនាំគ្នាមកសួរនាំគាត់អំពីរឿងមួយនេះគាត់បាននិយាយថាថ្ងៃមួយក្រុមរបស់គាត់ត្រូវបានលោកមេបញ្ជាការបញ្ជូនឲ្យទៅវាយពួកខ្មាំងហើយខ្មាំងទាំងនោះមានមូលដ្ឋាននៅក្នុងស្រុកមួយនៃខេត្តកំពង់ធំ
គោលដៅដែលពួកគាត់គ្រោងនឹងទៅវាយនោះគឺនៅក្បែរនឹងជីព្រៃតែម្ដងថ្ងៃនោះពួកគាត់មានគ្នាប្រហែលជា50នាក់ក្នុងនោះក៏មានសម្លាញ់របស់លោកតាសុងចំនួន2នាក់ផងដែរអ្នកទាំង3គឺជាមិត្តស្និទ្ធស្នាលបំផុតហើយមិនត្រឹមតែជាមិត្តល្អនឹងគ្នានោះទេគឺថែមទាំងជាមិត្តរួមអង្គភាពដែលយល់ចិត្តគ្នាទៀតផងអ្នកទាំង3តែងតែជួយគ្នាទៅវិញទៅមកមិនថានៅលើសមរភូមិឬនៅក្នុងអង្គភាពនោះទេហើយគ្រប់ពេលដែលពួកគាត់ចូលសមរភូមិម្ដងគឺមិនដែលឃ្លាតឆ្ងាយពីគ្នានោះឡើយគាត់បានបន្តទៀតថាការចូលទៅវាយជំរំខ្មាំងនៅពេលនោះគឺពួកគាត់ទទួលបានជោគជ័យត្រឹមតែរយៈពេលខ្លីនោះក៏ដោយសារតែពួកខ្មាំងមិនបានត្រៀមខ្លួនទុកជាមុនចំណែកឯពួកគាត់វិញមិនត្រឹមតែបានត្រៀមខ្លួនល្អនោះទេគឺថែមទាំងមានគ្នាច្រើនទៀតផងការប្រយុទ្ធនោះបានធ្វើឲ្យសត្រូវបាត់បង់ជីវិតអស់ជាច្រើនអ្នកហើយនៅសល់ប៉ុន្មានក៏នាំគ្នារត់ខ្ចាត់ខ្ចាយអស់ទៅក្រោយពីការបាញ់តតាំងត្រូវបានបញ្ចប់លោកមេបញ្ជាការបានបញ្ជាឲ្យទុកទាហានមួយចំនួនដើម្បីយាមនៅកន្លែងនោះសិនក្នុងនោះក៏មានលោកតាសុងនិងសម្លាញ់របស់គាត់2នាក់ផងដែរលោកតាសុងនិងអ្នកដទៃទៀតក្រោយពីបានទទួលបញ្ជាហើយក៏នាំគ្នារៀបចំកន្លែងសម្រាកហើយក៏នាំគ្នាមកជួបជុំគ្នាដើម្បីរៀបចំដាំបាយហូបលុះហូបបាយរួចលោកមេបញ្ជាការរងម្នាក់ដែលមានភារកិច្ចដឹកនាំក្រុមនោះក៏បានហៅអ្នកទាំងអស់គ្នាដើម្បីចែកវេនយាមនៅពេលយប់ឡើងក្រុមទាហានទាំងអស់បានធ្វើទៅតាមការចាត់តាំងរបស់លោកមេបញ្ជាការក្នុងនោះគឺត្រូវចែកវេនគ្នាយាមរហូតដល់ព្រឹកហើយក្នុងវេននីមួយៗគឺត្រូវមានគ្នាចំនួន3នាក់និយាយរួមគឺមិនអាចប្រហែសបានឡើយព្រោះសត្រូវអាចនឹងចូលមកវាយប្រហារនៅពេលយប់ក៏ថាបានក្នុងនោះក្រុមរបស់លោកតាសុងក៏មិនខុសពីក្រុមផ្សេងទៀតដែរពលគឺមានគ្នាចំនួន3នាក់ក្នុងនោះគឺមានលោកតាសុងម្នាក់និងសម្លាញ់របស់គាត់ចំនួន2នាក់ទៀតក្រុមទី1ចាប់ផ្ដើមចេញយាមនៅម៉ោង6ល្ងាចហើយក៏ត្រូវបានបញ្ចប់នៅវេលាម៉ោង8យប់ពលគឺក្រុមនីមួយៗត្រូវយាមចំនួន2ម៉ោងហើយក្រុមរបស់លោកតាសុងវិញគឺជាក្រុមលេខរៀងទី3ដែលក្រុមនេះត្រូវទទួលបន្ទុកចាប់ពីម៉ោង10យប់រហូតដល់ម៉ោង12រំលងអធ្រាត្រលុះដល់ម៉ោងប្រហែលជា10យប់ខណៈដែលក្រុមរបស់លោកតាសុងកំពុងតែយាមនោះស្រាប់តែមានសម្លេងកំភ្លើងធំបានផ្លោងចូលមកក្នុងជំរំរបស់ពួកគាត់គ្រាប់កំភ្លើងធំបានបន្តធ្លាក់ឥតឈប់ឈរគ្រាប់ទាំងនោះបានធ្វើឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើនអ្នកហើយអ្នកដែលមិនទាន់មានបញ្ហាក៏នាំគ្នាទាញយកអាវុធដែលបានត្រៀមទុករួចជាស្រេចដើម្បីតតាំងជាមួយខ្មាំងសត្រូវក្នុងនោះក្រុមរបស់លោកតាសុងក៏អាចចាត់ទុកបានថាជាក្រុមដែលមានសំណាងជាងគេព្រោះនៅពេលដែលគ្រាប់ផ្លោងចូលនោះគឺចំពេលដែលពួកគាត់កំពុងតែនាំគ្នាដើរល្បាតនៅក្រៅជំរំបន្តិចក្រោយមកសម្លេងកំភ្លើងធំក៏បានស្ងាត់ទៅវិញភ្លាមនោះក្រុមថ្មើរជើងរបស់សត្រូវក៏បានចូលមកវាយលុកទៅលើជំរំរបស់ពួកគាត់ចំណែកឯលោកតាសុងនិងគ្នារបស់គាត់វិញក៏បានព្យាយាមបាញ់តតាំងជាមួយនឹងខ្មាំងដែរតែមិនអាចទប់ជាប់នោះឡើយនោះក៏ដោយសារតែគេមានគ្នាច្រើនចំណែកឯគ្នារបស់គាត់វិញកំពុងតែធ្លាក់នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បន្ទាប់ពីបាញ់តតាំងគ្នាបានមួយសន្ទុះក្រុមរបស់លោកតាសុងបានរងបរាជ័យទាំងស្រុងដូច្នេះហើយពួកគាត់ទាំង3នាក់បានត្រឹមតែបាញ់ការពារខ្លួននិងព្យាយាមរំដោះខ្លួនឲ្យបានចេញផុតពីគ្រោះថ្នាក់មួយនេះអ្នកទាំង3បានគេចខ្លួនចូលទៅក្នុងព្រៃជ្រៅដែលព្រៃនោះពួកគាត់មិនដែលបានស្គាល់ទេពីមុនមកតែដោយសារតែស្ថានភាពគ្រោះថ្នាក់ខ្លាំងពេកទើបធ្វើយ៉ាងណាឲ្យតែបានរួចខ្លួនមួយគ្រាសិនព្រោះមានតែវិធីនេះទេដែលអាចជួយពួកគាត់ឲ្យរួចផុតពីសេចក្តីស្លាប់បានតែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺពួកគាត់ទាំង3នាក់មិនបានយកស្បៀងអាហារទៅតាមខ្លួននោះទេគឺគ្រាន់តែធ្វើយ៉ាងណាឲ្យតែគេចផុតពីគ្រោះថ្នាក់តែប៉ុណ្ណោះណាមួយសម្លាញ់របស់លោកតាសុងម្នាក់ក៏បានត្រូវរបួសផងដែរតែមិនធ្ងន់ធ្ងរពេកនោះទេការពិតទៅនៅពេលដែលពួកគាត់គេចខ្លួនចូលទៅក្នុងព្រៃនោះពួកសត្រូវក៏បានព្យាយាមតាមកម្ចាត់ពួកគាត់ដែរ
តែដោយសារតែយកងងឹតខ្លាំងពេកទើបពួកវាពិបាកនៅក្នុងការតាមអ្នកទាំង3ណាមួយនៅក្នុងព្រៃនោះគឺសម្បូរទៅដោយដើមឈើធំធំដែលធ្វើឲ្យពួកគាត់អាចគេចផុតពីការតាមកម្ចាត់របស់ពួកវាក្រោយពីបានចូលទៅក្នុងព្រៃជ្រៅនិងបានប្រកាសក្នុងចិត្តថាមានសុវត្ថិភាព 100% ទៅហើយនោះអ្នកទាំង3ក៏នាំគ្នាឈប់សម្រាកនៅក្នុងព្រៃនោះសិនព្រោះពេលនោះគឺពាក់កណ្ដាលអាធ្រាត្រទៅហើយដូច្នេះមានតែត្រូវរងចាំដល់ព្រឹកទើបអាចរកផ្លូវត្រឡប់មកវិញបានព្រឹកឡើងក្រោយពីភ្ញាក់ពីដំណេកភ្លាមអ្នកទាំង3បានព្យាយាមស្វែងរកផ្លូវដើម្បីចេញពីព្រៃនោះវិញតែម្នាក់មិនបានដឹងទេថាគួរដើរទៅតាមផ្លូវណាព្រោះពួកគាត់ហាក់ដូចជាវង្វេងវង្វាន់អស់ទៅហើយណាមួយនៅពេលដែលពួកគាត់ចូលមកកាន់ទីនេះគឺនៅក្នុងពេលយប់ហេតុនេះហើយទើបធ្វើឲ្យពួកគាត់ពិបាកក្នុងការចំណាំផ្លូវខ្លាំងណាស់ហើយព្រៃនោះទៀតសោតគឺសម្បូរទៅដោយដើមឈើធំនិងមានដានជើងសត្វជាច្រើនទៀតផងហើយមើលទៅតំបន់នោះដូចជាមិនសូវមានអ្នកចូលទៅដល់នោះឡើយពួកគាត់មិនដឹងថាគួរដើរទៅតាមណានោះទេពលគឺបានត្រឹមតែឈរសម្លឹងមុខគ្នាតែប៉ុណ្ណោះណាមួយអ្នកទាំង3មិនបានយកអង្គមកតាមខ្លួននោះឡើយដូច្នេះហើយវាបានคล้ายទៅជាក្តីព្រួយបារម្ភសម្រាប់ពួកគាត់ទាំង3នាក់ក្រោយពីបានគិតគ្នាមួយសន្ទុះពួកគាត់ក៏បានសម្រេចចិត្តថានាំគ្នាដើរទៅតាមទិសនៃព្រះអាទិត្យពលគឺដើរទៅកាន់ទិសខាងកើតតែការដើរនោះគឺជាការដើរព្រាវៗតែប៉ុណ្ណោះហើយបើមានសំណាងល្អនឹងបានចេញផុតពីព្រៃនេះលុះដើរយូរទៅពួកគាត់នៅតែមិនអាចចេញផុតពីព្រៃតែផ្ទុយទៅវិញហាក់ដូចជាចូលកាន់តែជ្រៅទៅក្នុងព្រៃនោះថែមទៀតក្តីបារម្ភកាន់តែផុសឡើងនៅក្នុងខួរក្បាលរបស់អ្នកទាំង3នោះក៏ដោយសារតែនៅលើខ្លួនមិនមានអង្គនោះទេដូច្នេះហើយគឺមានតែការបរបាញ់សត្វដើម្បីយកមកចំអែតក្រពះបានមួយគ្រាសិនពេលនោះក៏អាចចាត់ទុកថាជាសំណាងដែរដែលពួកគាត់បានដើរទៅដល់អូមួយអូនោះមានទឹកច្រើនគួរសមដែលវាអាចជួយឲ្យអ្នកទាំង3មានទឹកគ្រប់គ្រាន់ដើម្បីផឹកនិងងូតសម្អាតខ្លួនបានមិនបង្អង់យូរពួកគាត់ក៏នាំគ្នាចុះទៅងូតទឹកនោះភ្លាមព្រោះអ្នកទាំង3មិនបានងូតទឹកពេញមួយថ្ងៃទៅហើយខណៈដែលពួកគាត់កំពុងតែងូតទឹកនោះស្រាប់តែមានជ្រូកព្រៃមួយហ្វូងបាននាំគ្នាចុះមករកផឹកទឹកដែរឃើញបែបនេះលោកតាសុងបានទាញកាំភ្លើងរបស់គាត់មកបាញ់សម្ដៅទៅកាន់ជ្រូកព្រៃនោះជ្រូកព្រៃមួយក្បាលបានប្រកាច់ដេកដួលទៅលើដីភ្លាមពួកគាត់នាំគ្នាវះជ្រូកព្រៃនោះដើម្បីទុកអាំងហូបជំនួសបាយតែម្ដងតែជាសំណាងដែរដែលពួកគាត់ម្នាក់សុទ្ធតែមានដៃកេះយកមកតាមខ្លួននោះក៏ព្រោះតែចាស់កាលពីចំនួនមុនភាគច្រើនជាអ្នកដែលចេះជក់បារីនោះឯងតែដៃកេះកាលពីសម័យនោះគឺជាដៃកេះដែលប្រើសម្លៃលាយជាមួយនឹងប្រេងពលគឺមិនមែនជាដៃកេះដែលប្រើហ្គាសដូចពេលបច្ចុប្បន្ននេះឡើយពួកគាត់នាំគ្នាអាំងជូរព្រៃនោះដោយមិនមានប្រឡាក់គ្រឿងនោះទេពលគឺធ្វើយ៉ាងណាឲ្យតែបាត់ឃ្លានតែប៉ុណ្ណោះលុះហូបរួចហើយក៏នាំគ្នាបន្តដំណើរទៅមុខទៀតអ្នកទាំង3បាននាំគ្នាដើរទៅតាមមាត់ទឹកដោយក្នុងចិត្តនឹកសង្ឃឹមថានឹងបានជួបផ្ទះរបស់អ្នកស្រុកលុះដើរដល់ពេលល្ងាចក៏នៅតែមិនបានជួបអ្វីទាំងអស់ដូច្នេះហើយមានតែនាំគ្នាឈប់សម្រាកនៅក្បែរនឹងមាត់ទឹកនោះតែម្ដងបន្ទាប់មកក៏នាំគ្នាយកសាច់ជ្រូកអាំងដែលសល់កាលពីពេលថ្ងៃមកហូបចំអែតក្រពះសាជាថ្មីម្ដងទៀតលុះពេលដែលពួកគាត់ហូបរួចក៏ជាពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចបាត់ល្មមអ្នកទាំង3បានដើររើសមែកឈើដែលងាប់មកបង្កាត់ធ្វើជាភ្នក់ភ្លើងព្រោះភ្លើងមិនត្រឹមតែអាចជួយដេញមូសបានទេគឺថែមទាំងអាចជួយការពារពួកគាត់ពីសំណាក់ពពួកសត្វសាហាវទៀតផងអ្នកទាំង3នាំគ្នាសម្រាកនៅក្បែរមាត់ទឹកហើយនៅពីក្រោមដើមឈើដ៏ធំមួយលុះយប់ជ្រៅបន្តិចលោកតាសុងបានភ្ញាក់ពីដំណេកដើម្បីបត់ជើងតូចភ្លាមនោះស្រាប់តែគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់បានឃើញភ្លើងមួយដែលកំពុងតែរំកិលចេញពីក្នុងព្រៃ
ភ្លើងនោះមើលទៅដូចជាភ្លើងចង្កៀងហើយមាននរណាម្នាក់កំពុងតែកាន់វាដើរសម្ដៅមកកាន់មាត់ទឹកឃើញបែបនេះគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងព្រោះគាត់បានគិតថានោះគឺជាភ្លើងរបស់អ្នកស្រុកលោកតាសុងបានដាស់សម្លាញ់2នាក់ទៀតដើម្បីឲ្យជួយមើលគ្នាចំណែកឯសម្លាញ់របស់គាត់ក្រោយពីបានដឹងខ្លួនហើយក៏បានមើលទៅកាន់ភ្លើងនោះដែរដំបូងឡើយពួកគាត់មានការត្រេកអរយ៉ាងខ្លាំងតែបន្តិចក្រោយមកម្នាក់ចាប់ផ្ដើមមានការសង្ស័យព្រោះនៅកណ្ដាលព្រៃហើយយប់ជ្រៅបែបនេះមិនគួរណាមានមនុស្សដើរនោះទេពេលនោះអារម្មណ៍សប្បាយចិត្តរបស់អ្នកទាំង3ត្រូវបានរលាយសាបសូន្យអស់ទៅវិញភ្លាមហើយជំនួសមកវិញនៅអារម្មណ៍ដែលពោរពេញទៅដោយការភ័យខ្លាចពួកគាត់នាំគ្នាអង្គុយមើលភ្លើងនោះដោយម្នាក់កាន់កាំភ្លើងនៅជាប់នឹងដៃជានិច្ចភ្លើងនោះបានរំកិលបន្តិចម្ដងមកកាន់តែក្បែរមាត់ទឹកហើយចម្ងាយរបស់ពួកគាត់ទៅកាន់ភ្លើងនោះគឺមិនសូវឆ្ងាយប៉ុន្មាននោះទេនិយាយរួមគឺល្មមនឹងអាចមើលឃើញថានោះគឺជាមនុស្សប្រុសចំណាស់ម្នាក់ហើយបរិសុទ្ធចំណាស់នោះមានត្រឹមតែដងខ្លួនតែប៉ុណ្ណោះពោលគឺមិនមានក្បាលនោះទេដៃម្ខាងមានកាន់ឈើច្រត់ម្ខាងទៀតមានកាន់ភ្លើងចង្កៀងហើយដើរក្នុងដំណើរយឺតសម្ដៅទៅកាន់មាត់ទឹកនោះអ្នកទាំង3បានយកដៃវិញីភ្នែករបស់ពួកគាត់តែទោះជាយ៉ាងណាក៏នៅតែមិនឃើញមានក្បាលដដែលពួកគាត់បានត្រឹមតែសម្លឹងមើលទៅកាន់លោកតានោះទាំងក្នុងចិត្តពុះពេញទៅដោយចម្ងល់ចំណែកឯលោកតានោះវិញហាក់ដូចជាមិនបានចាប់អារម្មណ៍ចំពោះអ្នកទាំង3នោះឡើយពួកគាត់តាមសម្លឹងមើលលោកតានោះដោយមិនដាក់ភ្នែកនោះឡើយលុះបន្តិចក្រោយមកទើបលោកតានោះបានដើរចូលទៅក្នុងព្រៃវិញបាត់បន្ទាប់ពីលោកតានោះចូលទៅក្នុងព្រៃវិញបាត់ពួកគាត់ក៏នាំគ្នាសម្រាកបន្តទៅទៀតភ្លាមនោះស្រាប់តែមានភ្លើងដ៏ធំមួយបានហោះកាត់ពីលើក្បាលរបស់អ្នកទាំង3ភ្លើងនោះមានទំហំប្រហែលប៉ុនផ្លែដូងហើយមានពន្លឺភ្លឺយ៉ាងខ្លាំងដែលពន្លឺរបស់វាអាចធ្វើឲ្យពួកគាត់មើលឃើញគ្រប់យ៉ាងដែលនៅជុំវិញពួកគាត់បានយ៉ាងច្បាស់ខណៈដែលអ្នកទាំង3កំពុងតែព្រឺឆ្អឹងខ្នងនោះសំឡេងឆ្កែចចកក៏បានបន្លឺឡើងយ៉ាងកងរំពងក្នុងនោះក៏មានសំឡេងចម្លែកជាច្រើនបានបន្លឺឡើងជាបន្តបន្ទាប់សំឡេងខ្លះពួកគាត់មិនដែលបានឮទេពីមុនមកហើយក៏មិនដឹងដែរថានោះគឺជាសំឡេងសត្វអ្វីព្រោះស្ដាប់ទៅដូចជាសំឡេងសត្វបន្តិចដូចជាសំឡេងមនុស្សបន្តិចសំឡេងទាំងនោះបានធ្វើឲ្យបរិយាកាសកាន់តែព្រឺព្រួយថែមមួយកម្រិតទៀតអ្នកទាំង3ថ្មីត្បិតតែធ្លាប់ធ្វើជាទាហានហើយធ្លាប់ដេកនៅក្នុងព្រៃជាញឹកញាប់ក៏ពិតមែនក៏ប៉ុន្តែពួកគាត់មិនដែលបានជួបព្រៃណាដែលគួរឲ្យខ្លាចដូចព្រៃនេះទេហើយសូម្បីតែអាកាសធាតុក៏ត្រជាក់ខុសពីគេដែរពួកគាត់ព្យាយាមបិទភ្នែកសម្រាកតែទោះជាយ៉ាងណាក៏ដេកមិនលក់តតែសោះនោះក៏ព្រោះតែអាកាសធាតុហាក់ដូចជាចុះត្រជាក់ខ្លាំងពេកដេកមិនលក់ពួកគាត់ក៏នាំគ្នាអង្គុយជជែកគ្នាលេងហើយឆ្លៀតយកឱកាសនោះដើម្បីរងចាំបាញ់សត្វព្រៃលុះបន្តិចក្រោយមកអ្នកទាំង3បាញ់បានជួបព្រៃដ៏ធំមួយក្បាលហើយក៏នាំគ្នាយកជួបព្រៃនោះទៅវះនៅក្បែរនឹងមាត់ទឹកក្រោយពីបានវះជ្រូករួចពួកគាត់បានទុកគ្រឿងក្នុងរបស់ជ្រូកនៅក្បែរនឹងមាត់ទឹកនោះតែម្ដងបន្ទាប់មកក៏យកសាច់របស់វាមកអង្គុយអាំងនៅកន្លែងសម្រាកវិញខណៈដែលពួកគាត់កំពុងតែអង្គុយអាំងសាច់នោះស្រាប់តែមានឮសំឡេងអ្វីម្យ៉ាងស្ដាប់ទៅហាក់ដូចជាមានពពួកសត្វកំពុងតែខំប្រជែងគ្នាឮបែបនេះអ្នកទាំង3នាំគ្នាក្រឡេកទៅមើលតាមប្រភពនៃសំឡេងនោះម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ព្រោះពួកគាត់បានឃើញសត្វចម្លែកម្យ៉ាងកំពុងតែដណ្ដើមគ្នាស៊ីពោះវៀនរបស់ជ្រូកនោះសត្វទាំងនោះមានគ្នាប្រហែល4ទៅ5ក្បាលតែអ្នកទាំង3មើលមិនច្បាស់ទាល់តែសោះថាតើនោះគឺជាសត្វអ្វីព្រោះពួកគាត់បានត្រឹមតែមើលពីចម្ងាយហើយឃើញតែស្រមោលតែប៉ុណ្ណោះសត្វទាំងនោះមានរូបរាងដូចជាសត្វស្វាហើយមានមាឌធំហើយពួកវាជាសត្វដែលស៊ីសាច់ជាអាហារទៀតផងពួកគាត់បានបន្តមើលទៅកាន់សត្វទាំងនោះរហូតដល់ពួកវានាំគ្នាចូលទៅក្នុងព្រៃវិញបាត់អ្នកទាំង3អង្គុយអាំងសាច់រហូតដល់ភ្លឺទម្រាំសាច់ទាំងនោះឆ្អិនអស់ព្រះអាទិត្យក៏ចាប់ផ្ដើមរះល្មមមិនបង្អង់យូរពួកគាត់ក៏នាំគ្នាបន្តដំណើរទៅមុខទៀតដោយម្នាក់បានវិចយកសាច់អាំងទាំងនោះដើម្បីទុកបរិភោគតាមផ្លូវអ្នកទាំង3ដើរតាមបណ្ដោយមាត់ទឹករហូតដោយមិនហ៊ានឃ្លាតឆ្ងាយពីទឹកនោះទេហើយនៅតាមផ្លូវពួកគាត់បានឃើញដានជើងសត្វជាច្រើនជាពិសេសគឺដានជើងខ្លាតែម្ដងដែលវាបានធ្វើឲ្យពួកគាត់ព្រឺឆ្អឹងខ្នងមិនស្ទើរឡើយលុះដើរដល់ពេលថ្ងៃត្រង់ក៏នាំគ្នាសម្រាកបន្តិចសិនហើយក៏យកសាច់អាំងទាំងនោះមកហូបជំនួសបាយទៀតហូបបណ្ដើរពិភាក្សាគ្នាបណ្ដើរព្រោះពេលនោះម្នាក់ហាក់ដូចជារកទិសតំបន់មិនឃើញឡើយហើយក៏មិនដឹងដែរថាគួរដើរទៅតាមផ្លូវណាបន្តទៀតពិភាក្សាគ្នាហើយក៏មិនមានគំនិតថ្មីនោះដែរដូច្នេះមានតែបន្តដំណើរទៅតាមមាត់អូរនោះរហូតតែម្ដងព្រះអាទិត្យចាប់ផ្ដើមលិចបាត់ទៅហើយតែពួកគាត់នៅតែបន្តដំណើរទៅមុខទៀតព្រោះអ្នកទាំង3មិនហ៊ានសម្រាកនៅកន្លែងនោះឡើយព្រោះកន្លែងនោះមានដានជើងខ្លាជាច្រើនខ្លាំងណាស់ដូច្នេះវាគ្មានសុវត្ថិភាពនោះទេហេតុនេះមានតែបង្ខំចិត្តដើរទៅមុខទាំងយប់តែម្ដងណាមួយក៏មានពន្លឺព្រះច័ន្ទជាអ្នកជួយបំភ្លឺផ្លូវដល់ពួកគាត់ដើរកាន់តែឆ្ងាយយប់ក៏កាន់តែជ្រៅម្នាក់ហាក់ដូចជាអស់កម្លាំងយ៉ាងខ្លាំងពេលនោះពួកគាត់គ្រោងនឹងសម្រាកទៅហើយស្រាប់តែភ្លាមនោះអ្នកទាំង3ចាប់ផ្ដើមមានការត្រេកអរយ៉ាងខ្លាំងនោះក៏ដោយសារតែពួកគាត់បានជួបជាមួយនឹងភូមិមួយភូមិនោះនៅមិនឆ្ងាយប៉ុន្មានពីអ្នកទាំង3នោះឡើយឃើញបែបនេះពួកគាត់ក៏នាំគ្នាចូលទៅក្នុងភូមិនោះដោយមិនបង្អង់យូរឡើយទៅដល់ក្នុងភូមិនោះភ្លាមពួកគាត់ឃើញមានមនុស្សជាច្រើនហើយមនុស្សទាំងនោះកំពុងតែដើរចុះដើរឡើងដោយមិនដឹងថាដើរទៅណានោះទេក្នុងនោះមានទាំងក្មេងមានទាំងចាស់មានទាំងប្រុសទាំងស្រីតែអ្នកភូមិមួយនេះហាក់ដូចជាចម្លែកខ្លាំងណាស់ព្រោះម្នាក់ស្លៀកសម្លៀកបំពាក់ចាស់ហើយរហែកពីមុខរហែកពីក្រោយទៀតផងតែអ្វីដែលកាន់តែចម្លែកនោះគឺនៅពេលដែលពួកគាត់ចូលទៅដល់ក្នុងភូមិនោះភ្លាមអ្នកភូមិធ្វើដូចជាមិនបានឃើញពួកគាត់នោះឡើយឃើញបែបនេះលោកតាសុងក៏បានដើរទៅសួរបរិសុចំណាស់ម្នាក់បរិសុនោះកំពុងតែដើរក្នុងដំណើរយឺតតែគាត់ធ្វើដូចជាមិនបានឮឬឃើញលោកតាសុងនោះទេហើយគាត់ក៏មិនបានងាកមុខមកមើលលោកតាសុងនោះដែរបរិសុនោះនៅតែដើរទៅមុខទៀតហាក់ដូចជាគាត់មិនបានឃើញអ្នកទាំង3នោះឡើយនិយាយរួមអ្នកភូមិមួយនេះគឺពិតជាចម្លែកខ្លាំងណាស់ព្រោះយប់ណាស់ទៅហើយតែពួកគាត់នៅតែនាំគ្នាដើរហើយដើរស្ទើរតែពេញភូមិតែម្ដងហើយរឿងដែលចម្លែកមួយទៀតនោះគឺម្នាក់ដើរដោយត្រង់ទៅមុខដោយមិនបានងាកឆ្វេងឬងាកស្ដាំនោះឡើយហើយក៏មិនឃើញមានអ្នកណានិយាយស្ដីរកគ្នានោះដែរលោកតាសុងនិងសម្លាញ់របស់គាត់បានព្យាយាមសួរទៅកាន់អ្នកភូមិដទៃទៀតតែនៅតែគ្មានលទ្ធផលដដែលព្រោះអ្នកភូមិទាំងនោះមិនបាននិយាយស្ដីរកពួកគាត់នោះឡើយឃើញបែបនេះម្នាក់មានការងឿងឆ្ងល់យ៉ាងខ្លាំងហើយក៏នាំគ្នាដើរទៅសម្រាកនៅពីក្រោមដើមឈើដ៏ធំមួយដើមក្រោយពីនាំគ្នាអង្គុយចុះភ្លាមលោកតាសុងក៏បានទាញយកសាច់ជ្រូកអាំងមកហូបជាមួយនឹងសម្លាញ់របស់គាត់ម្នាក់អង្គុយហូបសាច់អាំងនោះដោយមិនបានចាប់អារម្មណ៍ពីអ្វីនោះឡើយ
លុះពួកគាត់ហូបចិត្តរួចទៅហើយនោះលោកតាសុងក៏បានងើបមុខឡើងគាត់បានស្រែករហូតផ្លត់សំឡេងព្រោះនៅជុំវិញខ្លួនរបស់អ្នកទាំង3គឺសុទ្ធតែជាខ្មោចទាំងអស់ខ្មោចទាំងនោះមានឈាមហូរចេញពីភ្នែកនិងច្រមុះខ្លះគ្មានដៃគ្មានជើងខ្លះក៏គ្មានក្បាលខ្លះកំពុងតែយួរក្បាលនៅនឹងដៃហើយខ្លះទៀតកំពុងតែអង្គុយនៅលើចុងឈើលៀនអណ្ដាតយ៉ាងវែងស្ទើរតែដល់ក្បាលរបស់ពួកគាត់ទៅហើយមិនបងអង្គយូរអ្នកទាំង3ក៏នាំគ្នារត់ត្រឡប់ទៅកាន់មាត់អូនោះវិញចំណែកឯពួកខ្មោចព្រៃក៏បានតាមពីក្រោយពួកគាត់យ៉ាងប្រកេកប្រកិតឃើញបែបនេះពួកគាត់ម្នាក់បានបាញ់សម្ដៅទៅកាន់ខ្មោចទាំងនោះតែគ្រាប់កំភ្លើងហាក់ដូចជាគ្មានប្រសិទ្ធភាពតតែសោះហើយពួកគាត់ក៏គ្មានមធ្យោបាយអ្វីដើម្បីទប់ទល់នោះដែរនិយាយរួមមានតែវិធីមួយគត់នោះគឺក្បាច់ម៉ែចែកឲ្យម្នាក់រត់បណ្ដើបន់ព្រះបណ្ដើព្រោះពួកគាត់មិនដែលបានជួបរឿងបែបនេះទេពីមុនមកលុះពួកគាត់រត់បានឆ្ងាយបន្តិចស្រាប់តែលោកតាសុងបានជំពប់ជើងដួលទៅលើដីភ្លាមនោះស្រាប់តែមានខ្មោចមួយក្បាលបានមកដល់ក្បែរគាត់ភ្លាមវាបានលូកដៃទាំងពីររបស់វាសម្ដៅមកចាប់លោកតាសុងចំណែកឯលោកតាសុងវិញក៏បានព្យាយាមក្រោកឈរណាស់ដែរតែគាត់ក្រោកមិនរួចនោះឡើយពេលនោះគ្នារបស់គាត់ក៏បានបាញ់សម្ដៅទៅកាន់ខ្មោចនោះដែរតែវាមិនខ្លាចគ្រាប់កាំភ្លើងរបស់ពួកគាត់នោះទេហើយវានៅតែបន្តលូកដៃមករកលោកតាសុងដដែលនៅពេលដែលខ្មោចនោះលូកដៃជិតដល់លោកតាសុងទៅហើយក៏ស្រាប់តែវាក៏ដូចជាខ្មោចដទៃទៀតបានរលាយរូបអស់ទៅវិញភ្លាមតែម្ដងអ្នកទាំង3ហាក់ដូចជាបានធូរចិត្តបន្តិចនៅពេលដែលបានឃើញខ្មោចទាំងនោះរលាយអស់ទៅវិញបែបនេះតែពួកគាត់នៅតែមិនយល់ទេថាហេតុអ្វីបានជាពួកវារលាយបាត់ទៅវិញភ្លាមបែបនេះរំពេចនោះក៏ស្រាប់តែមានសំឡេងរបស់មនុស្សម្នាក់បានមកលើចេញពីក្រោយខ្នងរបស់អ្នកទាំង3សំឡេងនោះបាននិយាយមកកាន់ពួកគាត់ថាតើចៅមិនមានបញ្ហាអ្វីទេមែនទេភ្លាមនោះពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏ងាកទៅមើលប្រភពនៃសំឡេងនោះអ្នកទាំង3បានឃើញបរិសុទ្ធចំណាស់ម្នាក់កំពុងតែឈរកាន់ឈើច្រត់នៅពីក្រោយខ្នងរបស់ពួកគាត់បរិសុទ្ធចំណាស់នោះស្ថិតនៅក្នុងសម្លៀកបំពាក់ពណ៌សមានសក់និងពុកចង្កាវែងឃើញបែបនេះពួកគាត់ក៏ប្រញាប់ឆ្លើយតបទៅកាន់លោកតានោះវិញថាពួកខ្ញុំមិនអីទេលោកតាតែបើសិនជាលោកតាមកមិនទាន់ទេនោះពួកខ្ញុំប្រហែលជាគ្មានសង្ឃឹមរស់នោះទេដូច្នេះពួកខ្ញុំគឺពិតជាអរគុណដល់លោកតាខ្លាំងណាស់លោកតានោះបានញញឹមមកកាន់ពួកគាត់និងបាននាំពួកគាត់ទៅកាន់អាស្រមរបស់លោកតាដែលអាស្រមនោះនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនោះឡើយបន្ទាប់ពីបានទៅដល់អាស្រមលោកតាភ្លាមលោកតាក៏បានប្រាប់ទៅកាន់អ្នកទាំង3ថាស្អែកនេះសូមចៅដើរទៅតាមផ្លូវនោះចោះណាហើយចៅនឹងបានទៅដល់គោលដៅដើមវិញពួកគាត់មើលទៅតាមដៃរបស់លោកតាដែលដៃនោះកំពុងតែចង្អុលបង្ហាញផ្លូវទៅកាន់អ្នកទាំង3ព្រឹកឡើងអ្នកទាំង3មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះកាលពីយប់ពួកគាត់សម្រាកនៅក្នុងអាស្រមរបស់លោកតាតែព្រឹកឡើងបែរជាឃើញខ្លួនឯងកំពុងតែដេកនៅលើគល់ឈើទៅវិញហើយពួកគាត់ក៏មិនបានឃើញអាស្រមនោះទៀតដែរសូម្បីតែលោកតាក៏មិនដឹងបាត់ស្រមោលទៅណាដែរម្នាក់ចាប់ផ្ដើមកើតមានចម្ងល់សារជាថ្មីម្ដងទៀតតែពួកគាត់នៅតែចាំយ៉ាងច្បាស់អំពីផ្លូវដែលលោកតាបានបង្ហាញហើយពួកគាត់ក៏បានព្យាយាមដើរទៅតាមផ្លូវនោះក្រោយពីបានដើរស្ទើរទៅពេញមួយថ្ងៃអ្នកទាំង3ក៏បានចូលទៅដល់ភូមិវិញហើយនៅពេលដែលពួកគាត់បានជួបជាមួយនឹងអ្នកភូមិពួកគាត់បានរៀបរាប់អំពីរឿងហេតុទាំងអស់ទៅឲ្យអ្នកភូមិទាំងនោះបានស្ដាប់ចំពោះអ្នកភូមិវិញក៏បានប្រាប់ទៅកាន់អ្នកទាំង3វិញថាភូមិនោះគឺជាភូមិខ្មោចហើយព្រៃនោះ
ក៏គ្មានអ្នកណាដែលហ៊ានចូលទៅកាន់វាដែរក្រោយពីបានដឹងអំពីរឿងនេះអ្នកទាំង3មានអារម្មណ៍ថាហួសចិត្តយ៉ាងខ្លាំងហើយពួកគាត់ក៏ត្រឡប់ទៅកាន់បន្ទាយរបស់ពួកគាត់វិញរឿងនេះក៏បានឈានចូលមកដល់ទីបញ្ចប់សូមអរគុណនិងសូមអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយជួបគ្នានៅរឿងក្រោយៗទៀត